update ព័ត៌មានខណៈពេលនេះប្រជាពលរដ្ឋថៃមួយចំនួនអត់ទាន់អាចត្រឡប់ទៅផ្ទះវិញបានទេបន្ទាប់ពីជួបគ្រោះរញ្ជួយដីនៅថ្ងៃទី28 ខែមីនាឆ្នាំ2025ប្រជាជនថៃក្នុងទីក្រុងបាងកកបានជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយសារតែរថភ្លើងអគ្គិសនីនិងរថយន្តក្រុងសាធារណៈត្រូវបានផ្អាកជាបណ្ដោះអាសន្នបណ្ដាលឲ្យមនុស្សជាច្រើនបានជាប់គាំងតាមដងផ្លូវជាពិសេសនៅតំបន់កណ្ដាលទីក្រុងបាងកកនាវេលាម៉ោង 7 យប់កាលពីថ្ងៃសុក្រនេះបើតាមប្រភពពី PPTV មនុស្សមួយចំនួនកំពុងរងចាំរថយន្តក្រុងអស់រយៈពេល23ម៉ោងចាប់ពីម៉ោង 4:00 នាទីរសៀលដល់ម៉ោង 7:15 នាទីយប់នៅពេលមិនទាន់មានរថយន្តក្រុងស្ថានភាពចរាចរណ៍កកស្ទះខ្លាំងធ្វើឲ្យប្រជាជនថៃមួយចំនួនត្អូញត្អែថាខ្ញុំមិនដឹងថាពេលណាខ្ញុំទៅដល់ផ្ទះវិញនោះទេសូមបញ្ជាក់ថាទីក្រុងបាងកកមានការរញ្ជួយ 7.4 រិចទ័ររហូតធ្វើឲ្យមនុស្សរត់ចេញពីអគារនៅរសៀលថ្ងៃទី28 ខែមីនានេះខណៈការរកស៊ីមួយចំនួនបានបិទទ្វារបណ្ដោះអាសន្នរួមទាំងសេវាសាធារណៈមួយចំនួនបើយោងតាមប្រព័ន្ធជូនដំណឹងជាមុនហៅកាត់ថា GTS របស់នាយកដ្ឋានឧតុនិយមនិងទីភ្នាក់ងារអង្គការតាមដានភូកិបសាស្ត្ររបស់សហរដ្ឋអាមេរិកបានឲ្យដឹងថានៅកាលពីវេលាម៉ោង 13:20 នាទីថ្ងៃទី28 ខែមីនាឆ្នាំ2025នេះមានបាតុភូតរញ្ជួយដីបានកើតឡើងស្ថិតនៅចម្ងាយ 16 គីឡូម៉ែត្រភាគពាយ័ព្យក្នុងទីក្រុងផ្សារខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ាការរញ្ជួយនេះបានកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដីជម្រៅ 10 គីឡូម៉ែត្រនិងមានឥទ្ធិពលមកស្រទាប់ខាងលើនៃផែនដីក្នុងកម្រិត 7.7 រិចទ័រដែលបង្កឲ្យមានផលប៉ះពាល់ដល់ប្រទេសមួយចំនួនរួមមានមីយ៉ាន់ម៉ា បង់ក្លាដេស ឥណ្ឌា ឡាវ ថៃ វៀតណាម និងប្រទេសចិនដែលប្រទេសកម្ពុជាក៏ទទួលរងនូវឥទ្ធិពលនេះផងដែរតែក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ